យោងតាមរបាយការណ៍សង្ខេបនៃសមរភូមិមជ្ឈមបូព៌ាគិតត្រឹមថ្ងៃទី23ខែមីនាឆ្នាំ2026ស្ថានភាពជម្លោះរវាងអ៊ីស្រាអែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានដល់ចំណុចរបត់ដ៏ស្រួចតាបំផុតមួយយោងតាមប្រពន្ធពីសហគមន៍អន្តរជាតិក្រហមអ៊ីរ៉ង់ការវាយប្រហារតាមទៅអាកាសក្នុងតំបន់លំនៅឋាននៃទីក្រុងអឺមយ៉ាពាក្យពីយកប្រទេសអ៊ីរ៉ង់បានបង្កឲ្យមានស្ថានភាពអាសន្នភ្លាមៗគណៈដែលទីក្រុងតេហរ៉ង់បានឆ្លើយតបដល់ការបង្កើនការគំរាមកំហែងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងរួមចាស់ចម្បាក់ទឹកសមុទ្រនៅក្នុងបណ្ដាប្រទេសតំបន់ជុំសមុទ្រដូចជាអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមកាតានិងគុយវ៉ែតគឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់វាលខ្សាច់កត់ទឹកភ្លៀងនិងគ្មានទន្លេដូច្នេះពួកគេពឹងផ្អែកទៅតែ70ទៅ90%លើការយកទឹកសមុទ្រមកចម្រោះធ្វើជាទឹកសម្រាប់ទទួលទាននិងប្រើប្រាស់ប្រចាំថ្ងៃហើយអ៊ីរ៉ង់ក៏គម្រាមបិទច្រកសមុទ្រ Hormuz ទាំងស្រុងប្រសិនបើសហរដ្ឋអាមេរិកហ៊ានប៉ះពាល់ដល់បណ្ដាញអគ្គិសនីរបស់ខ្លួនមែននោះការគម្រាមកំហែងនេះបានកើតឡើងស្របពេលដែលអវសានវត្តរបស់ប្រធានាធិបតី Donald Trump ក្នុងការគំទេចរោងចក្រអគ្គិសនីអ៊ីរ៉ង់កំពុងឈានចូលដល់24ម៉ោងចុងក្រោយក្រោយគោលនយោបាយយោធាបង្កើនកម្ដៅដើម្បីកាត់បន្ថយកម្ដៅស្របពេលជាមួយគ្នានេះដែរយោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងការពារជាតិអ៊ីស្រាអែលនិងនាយករដ្ឋមន្ត្រី Benjamin Netanyahu ចំនួននៅភាគខាងត្បូងលីបង់បានឈានចូលដល់សប្តាហ៍ទី4ដែលមានភាពសាហាវគំឃើញបំផុតកងទ័ពអ៊ីស្រាអែលបានទទួលបញ្ជាឲ្យកំទេចស្ពានយុទ្ធសាស្ត្រកូស្មៀលើទន្លេលីតានីដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់ Hezbollah និងពន្លឿនការបោះក្លាយគុំឋានស៊ីវិលដើម្បីបង្កើតជាតំបន់ទ្រនាប់យោងតាមរបាយការណ៍មនុស្សធម៌នៅលីបង់មនុស្សជាង1លាននាក់ត្រូវបានផ្លាស់ទីលំនៅខណៈដែលប្រធានាធិបតីលីបង់លោក Joseph Aoun បានរិះគន់សកម្មភាពនេះថាជាការដាក់ទណ្ឌកម្មជាសមូហភាពជាចុងក្រោយយោងតាមការវិភាគរបស់អ្នកជំនាញសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រដែលនឹងធ្វើឲ្យតម្លៃទំនិញនិងវត្ថុធាតុដើមហក់ឡើងខ្ពស់មិនធ្លាប់មានដោយសារតែមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលនៅមជ្ឈមបូព៌ានេះឯងប្រសិនបើលោកអ្នកចង់ទទួលបានព័ត៌មានថ្មីៗអំពីពិភពលោកបច្ចេកវិទ្យានិងព្រឹត្តិការណ៍សំខាន់ៗសូមកុំភ្លេចតាមដាន Channel YouTube និង Facebook Page 884 Today